ក្តៅគគុកថៃចុះបញ្ជីប្រាសាទតាមព្រំដែនកម្ពុជាជាបេតិកភណ្ឌជាតិថៃដោយឯកតោភាគីនៅថ្ងៃទី12ខែឧសភាឆ្នាំ2026តាមរយៈនាយកដ្ឋានវិចិត្រសិល្បៈថៃ Thailand Fine Art Department បានប្រកាសជាផ្លូវការដាក់បញ្ចូលទីតាំងបុរាណដ្ឋានជាច្រើនចូលទៅក្នុងបញ្ជីបុរាណជាតិរបស់ថៃដែលស្ថិតក្រោមការការពារផ្លូវច្បាប់របស់ខ្លួនការប្រកាសនេះត្រូវបានចុះផ្សាយនៅក្នុង Royal Gazette របស់ថៃដោយផ្អែកលើច្បាប់ ASEAN Monument Act ឆ្នាំ1961និងវិសោធនកម្មឆ្នាំ1992ក្នុងចំណោមទីតាំងទាំង8ដែលត្រូវបានចុះបញ្ជីមានប្រាសាទតាមាន់ប្រាសាទតាក្របីប្រាសាទខ្នារដែលជាប្រាសាទបុរាណរបស់ខ្មែរស្ថិតនៅតំបន់ជិតព្រំដែនកម្ពុជាព័ត៌មាននេះបានធ្វើឲ្យប្រជាជនខ្មែរជាច្រើនមានការខឹងសម្បារនិងព្រួយបារម្ភយ៉ាងខ្លាំងព្រោះប្រាសាទទាំងនេះមិនត្រឹមតែជាសំណង់បុរាណទេប៉ុន្តែជាផ្នែកមួយនៃអត្តសញ្ញាណប្រវត្តិសាស្ត្រនិងអរិយធម៌ខ្មែរដែលមានអាយុកាលរាប់រយឆ្នាំមកហើយអ្វីដែលធ្វើឲ្យមហាជនកាន់តែមានការព្រួយបារម្ភនោះគឺថៃមិនត្រឹមតែចុះបញ្ជីប្រាសាទទាំងនេះតែប៉ុណ្ណោះទេប៉ុន្តែថៃថែមទាំងប្រកាសថាអាចនឹងដាក់បញ្ចូលប្រាសាទតាមព្រំដែនកម្ពុជាជាជាង30ប្រាសាទផ្សេងទៀតចូលទៅក្នុងបញ្ជីបេតិកភណ្ឌជាតិរបស់ខ្លួននាពេលខាងមុខដើម្បីធានាការការពារផ្លូវច្បាប់លើទីតាំងទាំងនោះអ្នកវិភាគមួយចំនួនបានមើលឃើញថាសកម្មភាពរបស់ថៃពេលនេះមិនមែនជារឿងវប្បធម៌ធម្មតានោះទេប៉ុន្តែអាចជាយុទ្ធសាស្ត្រនយោបាយនិងផ្លូវច្បាប់ដើម្បីពង្រឹងការគ្រប់គ្រងនិងការទាមទារលើតំបន់ជិតព្រំដែននាពេលអនាគតជាមួយគ្នានេះដែរកាលពីថ្ងៃទី12ខែមេសាឆ្នាំ2026អាជ្ញាធរថៃក៏បានរៀបចំពិធីបូជាបែបប្រពៃណីរបស់ខ្លួននៅប្រាសាទតាមាន់ធំផងដែរពិធីនេះត្រូវបានដឹកនាំដោយអាជ្ញាធរមូលដ្ឋានមានការចូលរួមពីមន្ត្រីរាជការកងទ័ពនិងមេភូមិ4អង្គហែបានចាប់ផ្ដើមពីច្រកចូលប្រាសាទមុខឆ្ពោះទៅកាន់ទីសក្ការៈសំខាន់ដែលមានការរៀបចំគ្រឿងបូជាជាលក្ខណៈព្រាហ្មណ៍ជាអ្នកដឹកនាំពិធីតាមប្រពៃណីបុរាណជាធម្មតាពិធីនេះមានអ្នករាំប្រពៃណីជាង100នាក់ប៉ុន្តែឆ្នាំនេះត្រូវបានកាត់បន្ថយត្រឹមតែ5នាក់ប៉ុណ្ណោះដើម្បីបង្រួមពេលវេលាកម្មវិធីដោយសារភាពតានតឹងតាមព្រំដែននិងបញ្ហាសន្តិសុខអាជ្ញាធរថៃក៏មិនអនុញ្ញាតឲ្យសាធារណជនចូលរួមដែរដោយអនុញ្ញាតតែអាជ្ញាធរនិងកម្លាំងសន្តិសុខប៉ុណ្ណោះខណៈទាហានត្រូវបានដាក់ពង្រាយយ៉ាងតឹងរ៉ឹងនៅជុំវិញតំបន់ប្រាសាទសកម្មភាពទាំងនេះបានធ្វើឲ្យមនុស្សជាច្រើនមើលឃើញថាថៃកំពុងព្យាយាមបង្ហាញវត្តមានរដ្ឋនិងការគ្រប់គ្រងស្ដែងមកលើតំបន់ប្រាសាទតាមព្រំដែនទន្ទឹមនឹងនេះក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជាបានចេញសេចក្តីថ្លែងការណ៍រួមជាផ្លូវការនៅថ្ងៃទី13ខែឧសភាឆ្នាំ2026ដោយប្រកាសតវ៉ាយ៉ាងខ្លាំងចំពោះការសម្រេចរបស់នាយកដ្ឋានវិចិត្រសិល្បៈថៃដែលបានចុះបញ្ជីប្រាសាទខ្មែរមួយចំនួនចូលទៅក្នុងបញ្ជីបុរាណស្ថានជាតិរបស់ប្រទេសថៃយោងតាមសេចក្តីថ្លែងការណ៍កម្ពុជាបានបដិសេធយ៉ាងដាច់ខាតចំពោះការចុះបញ្ជីលើប្រាសាទតាមាន់ប្រាសាទតាក្របីប្រាសាទខ្នារនិងទីតាំងបុរាណស្ថានផ្សេងទៀតតាមបណ្ដោយព្រំដែនកម្ពុជាថៃកម្ពុជាបានអះអាងថាទីតាំងទាំងនេះស្ថិតក្រោមអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជាក្រសួងវប្បធម៌កម្ពុជាបានបញ្ជាក់ថាសកម្មភាពរបស់ភាគីថៃគឺខុសច្បាប់ទុកជាមុខៈនិងគ្មានអនុភាពផ្លូវច្បាប់ឡើយកម្ពុជាក៏បានគូសបញ្ជាក់ថាការចុះបញ្ជីបែបឯកតោភាគីគឺមិនអាចយកប្រើជាភស្តុតាងដើម្បីអះអាងថាអធិបតេយ្យភាពទឹកដីឬកំណត់ព្រំដែនបានឡើយបញ្ហាព្រំដែននិងអធិបតេយ្យភាពរវាងប្រទេសទាំងពីរត្រូវដោះស្រាយដោយផ្អែកលើច្បាប់អន្តរជាតិនិងសន្ធិសញ្ញាបារាំងសៀមឆ្នាំ1907អនុសារណៈយោគយល់គ្នាឆ្នាំ2000ឬ MOU 2000 ហេតុការណ៍មេ TOR 2003និងយន្តការរបស់គណៈកម្មការចម្រុះព្រំដែន JBC សេចក្តីថ្លែងការណ៍ក៏បានចាត់ទុកការចុះបញ្ជីនេះថាជាការប៉ុនប៉ងបង្កើតទម្រង់ផ្លូវច្បាប់ខ្លាំងៗលើទីតាំងបេតិកភណ្ឌដែលស្ថិតក្នុងទឹកដីកម្ពុជាបានបន្ថែមថាទង្វើនេះគឺជាការរំលោភលើច្បាប់អធិបតេយ្យភាពប៉ះពាល់ដល់បូរណភាពទឹកដីនិងបំផ្លាញស្មារតីនៃការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីជាមួយគ្នានេះក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានអំពាវនាវឲ្យរាជរដ្ឋាភិបាលថៃលុបចោលជាបន្ទាន់នូវការចុះបញ្ជីបេតិកភណ្ឌដល់ឯកតោភាគីនិងងាកមកគោរពយន្តការទ្វេភាគីដែលប្រទេសទាំងពីរបានឯកភាពគ្នាកន្លងមកទោះបីជាមានការតវ៉ាយ៉ាងខ្លាំងក្តីកម្ពុជានៅតែបញ្ជាក់ជំហរយ៉ាងរឹងមាំក្នុងការដោះស្រាយបញ្ហាទាំងអស់ដោយសន្តិវិធីនិងគោរពច្បាប់អន្តរជាតិកម្ពុជាក៏បានអះអាងជាថ្មីថាការគោរពគ្នាទៅវិញទៅមកនិងការចរចាតាមយន្តការផ្លូវការ
គឺជាមធ្យោបាយដ៏ល្អបំផុតសម្រាប់រក្សាស្ថិរភាពនិងទំនាក់ទំនងល្អសម្រាប់ប្រទេសទាំងពីរក្រៅពីបញ្ហាប្រាសាទភាពតានតឹងរវាងកម្ពុជានិងថៃក៏កំពុងបន្តលើបញ្ហាតំបន់សមុទ្រផងដែរថ្មីនេះថៃបានស្នើឲ្យកម្ពុជាចូលតុចរចាទ្វេភាគីជុំវិញចំនួនសមុទ្រប៉ុន្តែកម្ពុជាបដិសេធមូលហេតុគឺដោយសារថៃធ្លាប់សម្រេចលុបចោល MOU ឆ្នាំ2001ដែលជាក្របខ័ណ្ឌសម្រាប់ដោះស្រាយតំបន់ត្រួតស៊ីគ្នាតាមសមុទ្រដូច្នេះកម្ពុជាយល់ថាមិនមានហេតុផលក្នុងការបង្កើតយន្តការថ្មីជំនួសយន្តការចាស់ដែលត្រូវបានលុបដោយឯកតោភាគីដោយថៃនោះទេបច្ចុប្បន្នកម្ពុជាកំពុងពឹងផ្អែកលើយន្តការក្រោមអនុសញ្ញាច្បាប់សមុទ្រ UNCLOS ដែលអាចអនុញ្ញាតឲ្យភាគីមួយស្នើសុំដំណោះស្រាយអន្តរជាតិបានទោះគ្មានការយល់ព្រមពីភាគីម្ខាងទៀតក៏ដោយប្រសិនបើចំនួនមិនអាចដោះស្រាយបានតាមការចរចាទោះយ៉ាងណាអ្នកជំនាញផ្នែកច្បាប់អន្តរជាតិបានបញ្ជាក់ថាការចុះបញ្ជីរបស់ថៃមិនមានន័យថាអង្គការអន្តរជាតិ UNESCO ទទួលស្គាល់ប្រាសាទទាំងនេះជាកម្មសិទ្ធិរបស់ថៃឡើយតើប្រិយមិត្តយល់ឃើញយ៉ាងណាចំពោះបញ្ហានេះអាចបញ្ចេញមតិយោបល់នៅក្នុងខមមិនខាងក្រោមបាន